ខ្ញុំបាទសូមជម្រាបសួរទៅដល់គណៈដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជួរនៅក្នុងក្រុមហ៊ុនរិទ្ធីកៅស៊ូថ្ងៃនេះយើងខ្ញុំទាំងពីរនាក់បានពំនាំយកនៅបទដ្ឋានបច្ចេកទេសលាបខ្លាញ់គោនៅក្នុងរដូវកាលតេតដូចតទៅសម្ភារៈប្រើប្រាស់នៃការលាបខ្លាញ់គោមានដូចជាកំប៉ុងសម្រាប់ដាក់ខ្លាញ់គោ2ខ្លាញ់គោទី3ច្រាសឯទំហំច្រាសនេះមានប្រវែង10សង់ទីម៉ែត្រឬ1តឹកដូច្នេះសូមបងប្អូនតាមដានទស្សនានៃការលាបខ្លាញ់គោដូចតទៅចំពោះការលាបខ្លាញ់គោយើងលាបពីមុខចាស់ឡើងមកលើមានទំហំ1តឹកឬ10សង់ទីម៉ែត្រអត្ថប្រយោជន៍នៃការលាបខ្លាញ់គោគឺមាន2យ៉ាងទី1ការលាបខ្លាញ់គោគឺព្យាបាលរបួសឆ្អឹងដើម្បីឲ្យសាច់ឆាប់ដុះឡើងវិញទី2ការលាបខ្លាញ់គោដើម្បីការពារកុំឲ្យប្រេះសម្បកមុខជានៅក្នុងរដូវកាលតេតដូច្នេះយើងខ្ញុំធ្វើបទដ្ឋានបច្ចេកទេសនៃការលាបខ្លាញ់គោសូមលំអោនកាយនិងជម្រាបលាត្រឹមនេះ